សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកនៅមេរៀនមួយគឺមេរៀន ADN ជាទម្រព័ត៌មានសេនេតិកយកមកធ្វើការបកស្រាយនៅត្រង់ចំណុចមួយគឺការពិសោធន៍របស់លោក Griffithនៅក្នុងឆ្នាំ1931លោក Griffith ដែលជាបាក់តេរីវិទូជនជាតិអង់គ្លេសគាត់បានធ្វើការពិសោធន៍ទៅលើបាក់តេរីមួយប្រភេទឈ្មោះថាបាក់តេរីភ្នើមូកូកភ្នើមូកូកគឺជាបាក់តេរីមួយប្រភេទដែលបង្កជំងឺរលាកសួតធ្ងន់ធ្ងរដល់ថនិកសត្វវាមានរូបរាងពីរបែបគឺរូបរាង S និងរូបរាង A រូបរាង S មានស្រាមឃ្លុយស៊ីតហើយបង្កជំងឺរលាកសួតបើគេចាក់វាចូលទៅក្នុងខ្លួនកណ្ដុរនោះកណ្ដុរនឹងស្លាប់ភ្លាមដោយសារជំងឺរលាកសួតចំណែករូបរាង A គ្មានស្រាមឃ្លុយស៊ីតទេហើយមិនបង្កជំងឺទេដូចនេះបើគេចាក់រូបរាង A ចូលទៅក្នុងខ្លួនកណ្ដុរនឹងមិនស្លាប់ដោយសារជំងឺរលាកសួតឡើយដំណើរការពិសោធន៍របស់លោក Griffith បានសម្លាប់បាក់តេរី S ដោយកម្ដៅរួចចាក់ចូលទៅក្នុងខ្លួនកណ្ដុរមិនស្លាប់ដោយសារជំងឺរលាកសួតទេបន្ទាប់មកគាត់បានយកបាក់តេរី S ដែលសម្លាប់ដោយកម្ដៅទៅលាយជាមួយនឹងបាក់តេរី A មានជីវិតរួចយកល្បាយនេះទៅចាក់ចូលក្នុងខ្លួនកណ្ដុរឃើញថាកណ្ដុរស្លាប់ដោយសារជំងឺរលាកសួតហើយក្នុងឈាមកណ្ដុរគឺមានបាក់តេរី S មានជីវិតGriffith បានសន្និដ្ឋានថាបាក់តេរី S ដែលបានស្លាប់បានបញ្ជូននៅសារធាតុបំលែងមួយទៅឲ្យបាក់តេរី A ដែលធ្វើឲ្យបាក់តេរី A មានលក្ខណៈថ្មីគឺអាចសំយោគស្រោមឃ្លុយស៊ីតបានរួចបង្កជាជំងឺហើយបញ្ជូនលក្ខណៈថ្មីនេះទៅឲ្យសណ្ដានក្រៅរបស់វាប៉ុន្តែគាត់មិនបានបញ្ជាក់ថាសារធាតុបំលែងនោះគឺជាអ្វីនោះឡើយ។